ជំរាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំបាទនឹងបង្ហាញពុកម៉ែបងប្អូនអំពីសកម្មភាពនៃការចាក់ពុម្ពឥដ្ឋសម្រាប់នឹងធ្វើទ្រុងមាន់ក៏ដូចជាធ្វើបន្ទប់ទឹកហើយពុម្ពឥដ្ឋនេះបើសិនជាពុកម៉ែបងប្អូនចាក់បានច្រើនអាចយកទៅធ្វើផ្ទះបានផងដែរពុកម៉ែបងប្អូនបាទអញ្ចឹងសម្រាប់ពុម្ពឥដ្ឋមួយនេះគឺយើងចាក់ម្ដងគឺបានពីឥដ្ឋពុកម៉ែបងប្អូនបាទដោយការលាយក៏យើងលាយសំងជាមួយនឹងខ្សាច់ខ្ញុំអត់ប្រើគ្រួសទេពុកម៉ែបងប្អូនខ្លះគាត់ប្រើគ្រួសឥដ្ឋដែលគេធ្វើផ្លូវក៏ប៉ុន្តែខ្ញុំប្រើតែខ្សាច់ហើយនឹងស៊ីម៉ងតែប៉ុណ្ណោះហើយក្នុងការដែលយើងចាក់នេះគឺម្ដងគឺបាន2ឥដ្ឋម្ដង2ឥដ្ឋខ្ញុំគិតថាការដែលយើងចាក់ឥដ្ឋដែលខ្លួនឯងនេះខ្ញុំគិតថាវាចំណេញច្រើនពីព្រោះថាយើងមិនចំណាយលុយនៅក្នុងការដែលទៅទិញឥដ្ឋគេដែលវាអាចនឹងមានតម្លៃថ្លៃសម្រាប់ឥដ្ឋមួយនេះដែលខ្ញុំសួរនៅក្នុងទីផ្សារគឺគេលក់មួយឥដ្ឋចន្លោះពី750ទៅ800រៀលនៅក្នុងមួយឥដ្ឋអញ្ចឹងបើសិនជាយើងមានពុម្ពខ្លួនឯងយើងចាក់ខ្លួនឯងយើងចំណេញច្រើនបើសិនបើពុកម៉ែបងប្អូនមានពុម្ពឥដ្ឋនេះមួយនៅក្នុងផ្ទះរបស់ពុកម៉ែបងប្អូនអាចចាក់ធ្វើជាទ្រុងមាន់របងផ្ទះធ្វើអាងទឹកទ្រុងជ្រូកទ្រុងគោបន្ទប់ទឹកអីបានមកសេរីពុកម៉ែបងប្អូនបាទព្រោះថាយើងមានរបស់ខ្លួនឯងយើងចង់ចាក់ធ្វើអីក៏បានដែរហើយណាមួយគឺវាមានភាពរហ័សលឿនជាងការរៀបឥដ្ឋពណ៌ក្រហមដែលយើងទិញពីទីផ្សារដែលគេចំណាំយកធ្វើផ្ទះធ្វើអាគារហ្នឹងឯងអញ្ចឹងសប្តាហ៍ថ្ងៃគឺភាគច្រើនគេប្រើឥដ្ឋនេះនឹងឯងដើម្បីធ្វើរបងផ្ទះឬក៏បន្ទប់ទឹកពីព្រោះថាវាលឿនមានភាពងាយស្រួលរហ័សជាងចំពោះការលាយសំងរបស់ខ្ញុំគឺខ្ញុំប្រើខ្សាច់10ត្រូស៊ីម៉ង1បាវហើយយើងឃើញថាវាមានសភាពរឹងមាំល្អមែនទែនពុកម៉ែបងប្អូនបាទអាហ្នឹងអាស្រ័យទៅលើពុកម៉ែបងប្អូនឲ្យទឹកវាដែរអញ្ចឹងការចាក់ឥដ្ឋនេះគឺយើងត្រូវបាញ់ទឹកវាឲ្យវាឆ្អែតទឹកទៅឥដ្ឋរបស់យើងនឹងឯងវាមានសភាពជាប់ល្អហើយគោលបំណងដែលខ្ញុំចាក់នៅថ្ងៃនេះគឺធ្វើទ្រុងមាន់ហើយនឹងបន្ទប់ទឹកពុកម៉ែបងប្អូនបាទប៉ុន្តែបើសិនជាយើងចង់រៀបជាផ្ទះឬក៏បន្ទប់សម្រាប់គេងក៏បានដែរពុកម៉ែបងប្អូនបាទសម្រាប់ពុម្ពឥដ្ឋមួយនេះគឺខ្ញុំទិញមកពីភ្នំពេញខ្ញុំទិញមកពីម្ដុំច្បារអំពៅពុកម៉ែបងប្អូនបាទអញ្ចឹងបើសិនជាពុកម៉ែបងប្អូនចាប់អារម្មណ៍ចង់បានប្រភេទឥដ្ឋដែលយើងអាចចាក់ជាលក្ខណៈគ្រួសារនៅផ្ទះខ្លួនឯងពុកម៉ែបងប្អូនអាចតាក់ទងឲ្យគេទិញឬក៏គេផ្សាយមកតាមវរៈបន្ថែមឬក៏តាមឡានបានឲ្យគេរកទិញនៅម្ដុំផ្សារច្បារអំពៅទៅគឺមានហើយយើងទិញមកវាងាយស្រួលក្នុងការដែលយើងធ្វើនេះធ្វើនោះយើងចង់ចាក់រៀបចក្រានបាយយើងចង់ចាក់រៀបបន្ទប់ទឹកយើងចង់ចាក់រៀបទ្រុងជ្រូកទ្រុងមាន់ទ្រុងគោអីបានមកស្រួលនៅក្នុងផ្ទះរបស់យើងកាលណាដែលយើងមានពុម្ពឥដ្ឋមួយនេះខ្ញុំគិតថាវាចំណេញច្រើនខ្លាំងមែនតើពុកម៉ែបងប្អូនបាទវាកាត់បន្ថយនៅក្នុងការដែលយើងទៅទិញឥដ្ឋគេហើយណាមួយយើងចង់ធ្វើនេះធ្វើនោះគឺវាមានភាពងាយស្រួលព្រោះថាវាមិនសូវចំណាយច្រើននៅក្នុងការដែលយើងទិញពីគេយើងចំណាយទាំងពេលចំណាយទាំងថវិកាប៉ុន្តែបើសិនជាយើងមានខ្លួនឯងចំណាយតែលុយទិញខ្សាច់ហើយនឹងស៊ីម៉ងយើងប្រើកម្លាំងពលកម្មខ្លួនឯងទៅគឺយើងចំណេញច្រើនពុកម៉ែបងប្អូនបាទដោយនៅក្នុងវីដេអូនេះអញ្ចឹងគឺបងប្រុសរបស់ខ្ញុំគឺគាត់ជាអ្នកចាក់ផ្ទាល់គឺគាត់ខ្ចីយកទៅចាក់សម្រាប់រៀបបន្ទប់ទឹកអញ្ចឹងការដែលគាត់រៀបបន្ទប់ទឹកហ្នឹងគឺស្អាតខ្លាំងមែនទែនពុកម៉ែបងប្អូនបាទពុកម៉ែបងប្អូនបានឃើញនៅក្នុងវីដេអូនេះអញ្ចឹងគឺការរៀបបន្ទប់ទឹករបស់គាត់គឺមានសភាពស្អាតខ្លាំងមែនទែនហើយគាត់និយាយថាគឺរៀបលឿនហើយវាចំណេញពេលវេលាគាត់រៀបតែមួយថ្ងៃគឺបានប្រព័ន្ធនេះពុកម៉ែបងប្អូនបាទអញ្ចឹងវាចំណេញពេលវេលាហើយនឹងថវិកាយើងខ្លាំងមែនទែនហើយវីដេអូរបស់ខ្ញុំមិនមានអ្វីច្រើនទេខ្ញុំគ្រាន់តែចង់បង្ហាញពីការដែលយើងមានពុម្ពឥដ្ឋខ្លួនឯងគឺយើងវាមានភាពងាយស្រួលនៅក្នុងការដែលយើងធ្វើទ្រុងមាន់ធ្វើទ្រុងជ្រូកអីផ្សេងវាមានភាពស្រួលហើយលឿនជាងមុនអញ្ចឹងបើសិនជាពុកម៉ែបងប្អូនចាប់អារម្មណ៍ពុកម៉ែបងប្អូនអាចទិញនៅទីផ្សារបានចំពោះពុម្ពឥដ្ឋមួយនេះហើយខ្ញុំបាទសូមអរគុណសូមគោរពជម្រាបលា